បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានទទួល iPhone 13 ពណ៌មានមួយដើមដែលបងប្រុសប្រើសុកគាត់យកទៅសាក់ថ្មហើយក៏បើកចេញមកវិញស្រាប់តែចេញខៀវបងប្រុសក៏យកមកសួរថាតើទូរស័ព្ទរបស់គាត់នឹងអាចជួសជុលបានទេពេលដែលទូរស័ព្ទរបស់គាត់ប្រើសុកចេញខៀវបែបនេះហើយខ្ញុំក៏បានប្រាប់ថាបានបងអាចជួសជុលបានហើយការជួសជុលក៏អស់តម្លៃធូរថ្លៃជាងការដូរអេក្រង់ដែរចុងបងប្រុសក៏សម្រេចចិត្តឲ្យខ្ញុំធ្វើការជួសជុលអេក្រង់បែបចេញខៀវនេះបន្ទាប់មកខ្ញុំក៏បើកពិនិត្យមើលហើយក៏វាស់តម្លៃតាមជាក់ស្ដែងក៏មានបញ្ហាប្រព័ន្ធភ្លើងវាអត់ដំណើរការអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមធ្វើការតដើម្បីឲ្យវានឹងដំណើរការប្រព័ន្ធភ្លើងមកវិញបងប្រុសក៏បានបញ្ជាក់ប្រាប់ខ្ញុំដែរថាទូរស័ព្ទនេះគាត់ទំទិញប្រើបានជាងកន្លះខែប៉ុន្តែខ្ញុំឆែកមើលទូរស័ព្ទគាត់ជាក់ស្ដែងគឺរបស់គាត់ស្អាតម៉ាស៊ីនអត់ដែលធ្លាប់រុះរើទេហើយអេក្រង់ក៏មិនដែលមានធ្លាប់ការជួសជុលឬក៏ធ្វើកពីមុនមកដែរហើយខ្ញុំប្រាប់គាត់ថាមិនបាច់ភ័យទេបងការជួសជុលហ្នឹងក៏ប្រើប្រាស់ក៏បានយូរជាក់ស្ដែងទៅលើការប្រើប្រាស់លើការបងជាក់ស្ដែងហើយការជួសជុលបែបនេះបងប្រុសអាចចាំយកផ្ទាល់បានមិនចំណាយពេលវេលាយូរដើម្បីធ្វើការរងចាំជាក់ស្ដែងគឺខ្ញុំតរួចរាល់ហើយក៏ចាប់ផ្ដើមយកអេក្រង់ហ្នឹងមកតេស្តដើម្បីពិនិត្យមើលថាតើវាដំណើរការហើយឬនៅពេលដែលតហើយជាក់ស្ដែងខ្ញុំវាស់វែងទៅគឺអូខេមានតម្លៃដំណើរការឡើងមកវិញអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមធ្វើការតេស្តបើកមើលថាតើការតវាដំណើរការមកវិញដូចដើមនៅអូខេពេលដែលខ្ញុំបើកមើលជាក់ស្ដែងឃើញវាចេញធម្មតាដូចដើមឡើងមកវិញហើយបាទបើសិនជាបងប្អូនត្រូវការជួសជុលទូរស័ព្ទដៃខ្ញុំបាទជួសជុលទូរស័ព្ទដៃគ្រប់ប្រភេទហើយទីតាំងអត់នៅឆ្ងាយទេបងប្អូនគឺនៅចិត្តនឹងផ្លូវឆ្នេះវាមានឆ្នេះនៅផ្លូវទំនប់កប់ស្រូវចិត្តសាលាការ៉េ PNIC នៅគៀកនិងការ៉ាសាងការតិចផ្លូវប្របែកជា4ទៅជវ៉ាបើបងប្អូនមានចម្ងល់អាចឆាតសួរបានហើយនឹងតាក់ទងសួរបានគ្រប់ពេលបាទអរគុណសម្រាប់ការជជែកអរគុណបងប្រុស